Hello ក៏ដូចជាសួស្តីអ្នកនរគ្នាវីដេអូនេះចង់បង្ហាញអ្នកនរគ្នាអំពីទេសភាពតាមជនបទក៏ដូចជាស្រុកស្រែចម្ការរបស់យើងណានៅក្នុងភូមិពងរោចង់ថាមានទស្សនវិជ្ជាអីខ្លះតតាមដានទាំងអស់គ្នាហើយនេះគឺជាទេសភាពនៅតាមដងផ្លូវដែលយើងធ្វើដំណើរទៅណាមើលទៅទេសភាពអ្នកនរគ្នាឃើញជាស្ដែងគឺស្អាតខ្លាំងមែនទែនហើយវីដេអូនេះខ្ញុំអត់ចង់និយាយច្រើនទេចង់ឲ្យអ្នកនរគ្នាមើលទេសភាព enjoy ជាមួយនឹងទេសភាពទាំងអស់គ្នាហើយតាមដងផ្លូវនេះគឺឃើញថាមានភ្នំមួយដែរដែលយើងជិះទៅឃើញថាវាទេសភាពស្អាតបើសិនជាខាងក្រៅកាមេរ៉ាស្អាតជាងហ្នឹងហើយក៏មានអ្នកថតរូបលេងដែរតែខ្ញុំអត់បានឈប់ថតទេខ្ញុំធ្វើដំណើរទៅដល់គោលដៅរបស់ខ្ញុំតែម្ដងហើយចំណែកឯទេសភាពនៅតាមដងផ្លូវវិញឃើញថាស្អាតខ្លាំងមែនទែនហើយមានខ្យល់អាកាសត្រជាក់ស្រួលដោយសារតែធ្វើដំណើរពេលនេះគឺប្រហែលជាម៉ោង8ព្រឹកហើយមេឃក៏មិនសូវជាបើកថ្ងៃប្រហែលដែរប្រហែលថ្ងៃនេះមេឃភ្លៀងត្រជាក់ស្រួលខ្លាំងមែនទែនហើយបើសិនជាទៅដល់គោលដៅទៀតហើយបន្ទាប់ពីជិះមួយសន្ទុះមកក៏មកដល់គោលដៅតាមបតើខ្ញុំមកនេះគឺមកបេះស្លឹកទៀបប្រាំងដើម្បីទៅធ្វើថ្នាំណាហើយក៏ឆ្លៀតថតទេសភាពឲ្យបងប្អូនមើលដោយសារតែកាលនេះគេដាំម្ទេសប្លោកវែងម្ទេសប្លោកមូលចឹងហើយមើលទៅគឺស្អាតហើយខ្យល់អាកាសត្រជាក់ស្រួលខ្លាំងមែនទែនល្អហើយល្អអ្នកគ្នាចង់មកហើយក៏តិចទៀតក៏ជិះថតចំការពោតផងដែរដោយសារវានៅចិត្តគ្នាហើយទេសភាពស្អាតណាស់បន្ទាប់ពីបេះស្លឹកទៀបហើយក៏ចេញមកវិញទៅហើយក៏ឆ្លៀតថតទេសភាពតាមដងផ្លូវម្ដងទៀតតិចទៀតទៅហើយវីដេអូហ្នឹងគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាផងដែរសម្រាប់អ្នកដែលមើលមកដល់ចំណុចនេះអ្នកគ្នាជួយ follow ម្នាក់មួយផងរីឯអីក៏បានដែរហើយតាមដានខ្ញុំនៅវីដេអូក្រោយផងដែរអរគុណជម្រាបលា